Huawei Pro ចាប់សេវាខ្លាំងយើង active វាគឺយើងដាក់ SIM វាសិនបាទញាត់វាលើសូក្រឹកទៅអាហ្នឹងបានជាប់តមកទៀតយើងដាក់អង្តែនវាដែលវាមានអង្តែន2យើងមួយអង្តែនចូលទៅបាទអង្តែននេះវាអាចជួយចាប់សេវាបានដែរយើងមួយអង្តែនវាចូលទាំងពីរហើយតមកទៀតយើងអាចយកជើងវាដើម្បីដាក់វាបញ្ឈរបានយើងជាប់ដូចគ្នាទៅហើយយើងដោតភ្លើងយកវាទៅដោតភ្លើងសិនបាទអញ្ចឹងនៅពេលយើងដោតភ្លើងវាលោតបែបនេះប៉ុន្តែវាអត់មានអ៊ីនធឺណិតទេយើងចូលទៅចាប់ Wi-Fi នៃឧបករណ៍នេះសិនចុចលើ Wi-Fi ហ្នឹងទៅបន្តមកទៀតយើងចូលទៅកាន់ Chrome ហើយយើងវា IP ចូល IP វាគឺ 192.168.8 ហើយនឹងចុច1យើងចុច Go ចូលមកនេះយើងអាចដូរភាសាបានវាមានភាសាចិននិងអង់គ្លេសយើងចុច Next ចុច Next ទៀតបាទយើងចុចពាក្យ Next ទៀតមកដល់ផ្ទាំងនេះយើងអាចដូរឈ្មោះឬក៏លេខកូដ Wi-Fi អញ្ចឹងឧទាហរណ៍យើងដាក់ឈ្មោះថា BB4 ដងទៅហើយខាងក្រោមនេះគឺជា password Wi-Fi ឧទាហរណ៍យើងដាក់ការ៉េ1ការ៉េ2យើងដាក់ឧទាហរណ៍សិនទេសម្រាប់បងប្អូនមើលហើយយើងចុចគ្រីសនៅក្នុងប្រអប់នេះមួយមក Sam Wi-Fi password អញ្ចឹង password 4G និង 5G password តែមួយអញ្ចឹងណាយើងចុចពាក្យ Next ទៅហើយយើងរងចាំបន្តិចអញ្ចឹងកាលណាឧបករណ៍វាលួតភ្លើងទាំង3បែបនេះគឺយើងអាចប្រើប្រាស់ Wi-Fi បានហើយmodem Huawei Pro នេះយើងប្រើប្រាស់បានល្បឿន2មាន 4G ហើយនិង 5G រហូតដល់ 1267 Mbps យើងអាចប្រើប្រាស់បានលឿន